យើងប្រើកម្មវិធី SADP scan ឃើញ IP 20នេះអត់មាននៅក្នុង NVR យើងបើសិនជាយើងមាន tester tester ទំនើបណាយើងគ្រាន់តែយកអា tester ហ្នឹងដោតជាមួយនឹងខ្សែកាមេរ៉ាយើងដឹងថាកាមេរ៉ាហ្នឹងមាន IP ប៉ុន្មានហើយបើសិនជាយើងអត់មាន tester យើងមានប្រើ tool ហ្នឹងឯងដើម្បី scan អញ្ចឹងនៅក្នុងនេះអត់មាន IP 20យើងអាចចូលមក search មកក្បាល NVR របស់យើងមក NVR 20 ចឹងអត់មាន20អញ្ចឹងបានកាមេរ៉ារបស់យើងហ្នឹង NVR យើងអត់ឃើញណាអូខេអញ្ចឹងយើងអាចចូលមកកន្លែងកាមេរ៉ាមកនេះប៉ុសខ្ញុំនេះមកប៉ុសនេះអត់ឃើញយើងឃើញទេអញ្ចឹងជំរឿខ្ញុំធ្វើការយើងធ្វើការ double click លើវាមួយមកយើងធ្វើការចុចសញ្ញាបូកហ្នឹងមកណាអូខេអញ្ចឹងកន្លែងនេះយើងត្រូវដាក់ IP វាណាយើងដាក់ IP កាមេរ៉ាយើងមកប្រហែល192យើងវាយដូចកាមេរ៉ាមកណា192ចុច168ចុច254ចុច20មកណាអូខេចុច20មកតទៅទៀតយើងមើលកន្លែងនេះ password កន្លែងហ្នឹងបើសិនជាកាមេរ៉ាហ្នឹងវាធ្លាប់ភ្ជាប់មួយ NVR ហ្នឹងហើយអញ្ចឹងគាត់តែវាមើលឃើញអញ្ចឹងយើងវាយ password NVR ហ្នឹងមកអញ្ចឹង password NVR របស់យើងប៉ុន្មានយើងដាក់ password NVR របស់យើងមកណាអូខេអញ្ចឹងនេះខ្ញុំដាក់ password NVR របស់ខ្ញុំអញ្ចឹងណាអូខេខ្ញុំដាក់ password NVR របស់ខ្ញុំយើងវាយ password ចូលមកហើយយើងធ្វើការ enter មកអូខេអញ្ចឹងកន្លែងនេះយើងចុច OK មកណាអូខេអញ្ចឹងកន្លែងនេះចុច OK មកនេះចុចadd កន្លែងនេះមកណាមិនអូខេចុច add មកនេះចុច add មកអញ្ចឹងនៅពេលដែលយើងដូរ IP 20ណាហើយនេះ20ឃើញវា up ហ៎ឃើញវា up នេះយើងដូរ20ដូចគ្នាយើងកាមេរ៉ារបស់យើងគឺតនាកាយ